ព្រះវិន័យវង្សាសៀប៊ុណាតប្រជាអធិការវត្តមនីរតនារាមហៅវត្តទូទំពួងនារសៀលថ្ងៃទី2ខែតុលាឆ្នាំ2025បានប្រគល់ទេយ្យទានដល់កាកបាទក្រហមកម្ពុជានិងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមនព្រមទាំងសង្កាត់ទាំង6ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌ព្រះវិន័យវង្សាសៀប៊ុណាតមានព្រះថេរដីកាកោតសរសើរនៅសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលតែងតែឃើញវត្តមានមុនគេពេលប្រជាពលរដ្ឋជួបនៅការលំបាកឬក៏គ្រោះមហន្តរាយផ្សេងៗហើយគ្រឿងឧបភោគបរិភោគទាំងនេះគឺជាទឹកប្រតិយបន្តិចបន្តួចនៅក្នុងការចូលរួមចំណែកការងារមនុស្សធម៌ជាមួយនឹងកាកបាទក្រហមកម្ពុជាដែលបន្តគ្រប់គ្រងនិងនៅជាមួយកាកបាទក្រហមកម្ពុជាជានិច្ចលោកជំទាវ ពុំចន្ទនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានថ្លែងអំណរព្រះគុណចំពោះទឹកប្រតិយមនុស្សធម៌របស់ព្រះអង្គដែលបានផ្ដល់គ្រឿងឧបភោគបរិភោគទាំងនេះជូនដល់កាកបាទក្រហមកម្ពុជានេះគឺជាការគ្រប់គ្រងនៅសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាហើយអំណោយទាំងនេះយើងខ្ញុំនឹងយកទៅដល់ដៃអ្នកដែលត្រូវការពិតប្រាកដទេយ្យទានទាំងអស់រួមមានអង្ករ40បាវទឹកក្រូច90កេសមី80កេសទឹកបរិសុទ្ធ90កេសទឹកដោះគោ400កំប៉ុងតែ400កញ្ចប់ស្ករ200គីឡូក្រាមនិងបច្ច័យ8លានរៀល